ជ្រក់ត្រកួនជូរបងប្អូនណាខ្លះចូលចិត្តញ៉ាំជ្រក់ត្រកួនជូរហើយត្រកួនជូរនេះនៅខាងអឺរ៉ុបនេះមួយឆ្នាំដុះតែម្ដងហើយទេបងប្អូនអញ្ចឹងយើងកាច់យកតែខ្ចីយកមកញ៉ាំណាបងប្អូនហើយត្រកួនជូរនេះដែរប្អូនគាត់ឲ្យពីមុនខ្ញុំអត់ចូលចិត្តទេព្រោះអីចាញ់ក្លិនណាក្លិនដូចកវ៉ានជូរយ៉ាងបងប្អូនតែឥឡូវចេះបំបត្តិក្លិនទៅមានអីរសជាតិឆ្ងាញ់តាហើយបងប្អូនសកសបកយកថ្នាំងកាត់ថ្នាំងចេញយើងយកតែខ្ចីមកសម្រាប់យកមកធ្វើជ្រក់ហើយសម្រាប់ត្រកួនជូរនេះដែរបងប្អូនក៏មានគំនិតថាយកមកដាំចិត្តផ្ទះឬមួយក៏ចង់ទៅដាំស្រុកខ្មែរអីបងប្អូនពួកអីត្រកួននេះគឺថាឫសវាចាក់ជ្រៅមែនតែនបងប្អូនដូចថា 4-10 ម៉ែត្រទៅក្រោមអញ្ចឹងហើយតើវាដុះកន្លែងណាហើយមិនងាយកំចាត់ចោលទេគឺដុះចាក់ស្រេះនៅនឹងហើយបើសិនជាដុះចិត្តផ្ទះហើយវាអាចចាក់គាស់ទម្លុះផ្ទះបងប្អូនណាអញ្ចឹងកុំយកទៅដាំណាបងប្អូនវាដុះណាដុះនឹងទៅយើងគ្រាន់តែកាច់យកមកធ្វើម្ហូបញ៉ាំអញ្ចឹងណាហើយបន្ទាប់ពីសកសបកលាងទឹកស្អាតមកខ្ញុំក៏យកមកច្របាច់អំបិលបងប្អូនច្របាច់អំបិលឲ្យទន់តិចទៅហើយបងប្អូនយកតែខ្ចីបានហើយច្របាច់អំបិលឲ្យទន់អញ្ចឹងណាបងប្អូនហើយខ្ញុំអត់សូវទុកចិត្តទេព្រោះអីខ្ញុំយកទៅសុះទឹកក្តៅមួយសាទៀតណាសិនជាបងប្អូនច្របាច់អំបិលឬមួយក៏ច្របាច់មួយទឹកខ្មេះហើយបងប្អូនញ៉ាំទាំងអញ្ចឹងក៏បានដែរតែខ្ញុំអត់ទុកចិត្តណាខ្ញុំសុះទឹកក្តៅទៀតចំពណ៌វាក៏អត់សូវល្អដែរហើយច្របាច់អំបិលហើយយើងលាងសម្អាត 2-3 ទឹកទៀតមកហើយចាំយកទៅត្រាំជាមួយនឹងទឹកខ្មេះបងប្អូនហើយធ្វើអញ្ចឹងទៅជួយបំបត្តិក្លិនបានល្អមែនតែនហើយត្រកួនមួយថាសបងប្អូនចិត្តហើយលាងទឹកស្អាតហើយសល់មួយក្តាប់តែអត់អីទេព្រោះអីខ្ញុំចង់ធ្វើវិធីមួយនឹងដើម្បីចែកម្លែកជូនបងប្អូនវិធីបំបត្តិក្លិនត្រកួនជូរហ្នឹងណាបងប្អូនលាងទឹកសម្អាតរួចរាល់ខ្ញុំចាក់ផ្ដើមចាក់ទឹកខ្មេះត្រាំទឹកខ្មេះអីក៏បានដែរបងប្អូនយកមកត្រាំច្របាច់មកសទុះទៅហើយដល់សិនខ្ញុំអត់ពេលនោះក៏ត្រាំប្រហែលជា2 ម៉ោងហ្នឹងបងប្អូនពួកអីរវល់កូនតូចត្រាំចោលចឹងទៅហើយខ្ញុំពេលដែលលាងសម្អាតទឹកម្សៅទៀតនឹងស្រោះទឹកក្តៅខ្ញុំអត់បានថតបង្ហាញទេហើយខ្ញុំស្រោះទឹកក្តៅហើយស្រោះតែមួយផ្លែទេបងប្អូនហើយខ្ញុំយកមកដាក់អំបិលស្ករប៊ីចេងតិចហើយនឹងទឹកខ្មេះមកយើងច្បល់ឲ្យរសជាតិជូរអែមល្មមឆ្ងាញ់ណាបងប្អូនហើយចាំយើងយកទៅទុកក្នុងទូទឹកកកអីឲ្យត្រជាក់តិចទៅចាំយកមកញ៉ាំក៏បានដែររសជាតិឆ្ងាញ់បងប្អូនធ្វើវិធីហ្នឹងរសជាតិឆ្ងាញ់មែនតែនក្លិននេះបំបត្តិបានល្អហ្មងណាហើយបងប្អូនញ៉ាំជាមួយនឹងសាច់អាំងឬមួយក៏ថៃអាំងអីគឺថាអែមហ្មងបងប្អូនជាតិឆ្ងាញ់នេះខ្ញុំអត់សូវចូលចិត្តទេបងប្អូនកាលហ្នឹងធ្លាប់ដកម្ដងកាច់ម្ដងយកមកធ្វើអញ្ចឹងចាញ់ក្លិនបងប្អូនចាញ់ក្លិនមែនតែនតាមពីហ្នឹងមកក៏ឈប់កាច់មករហូតចឹងមកតែដល់ពេលប្អូនក៏ធ្វើទៅវិធីហ្នឹងឆ្ងាញ់ហើយបំបត្តិក្លិនបានល្អក៏សាកល្បងទៅហើយក៏ឆ្លៀតចែកម្លែកជូនបងប្អូនធ្វើវិធីនឹងញ៉ាំជាមួយគ្នាចឹងណាហើយបងប្អូនណាចិត្តម្ទេសក៏ដាក់ម្ទេសតិចទៅណានេះខ្ញុំមានបន្ថែមស្ករតិចទៅរសជាតិទៅតាមចំណង់ចំណូលចិត្តបងប្អូនដែលចុះចិត្តរសជាតិបែបម៉េចយើងថែមថយទៅតាមហ្នឹងទៅណាហើយបងប្អូនញ៉ាំអីយើងកុំញ៉ាំច្រើនពេកបងប្អូនព្រោះអីវាមានតាំងពីគុណវិបត្តិគុណសម្បត្តិអីផ្សេងគ្នាចឹងណាយើងល្អយើងកុំញ៉ាំច្រើនពេកយូរញ៉ាំម្ដងញ៉ាំតិចអីបានហើយខ្ញុំចូលចិត្តហឹរក៏កាត់ម្ទេសដាក់ចឹងណាហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាបងប្អូនបើសិនជាបងប្អូនពេញចិត្តក៏ជួយ share ចែកម្លែកម្នាក់មួយទៅពីរបៀបធ្វើជ្រក់ត្រកួនជូរឲ្យមានរសជាតិឆ្ងាញ់ហើយខ្ញុំនិយាយទៀតបងប្អូនក៏មានកំណត់យកទៅដាំនៅចិត្តផ្ទះព្រោះអីអត់ល្អទេបងប្អូនកុំនឹកស្មានថាយើងយកទៅកាច់ស្លម្ជូរឬមកក៏ជ្រក់អីចឹងយើងយកមកដាំចិត្តផ្ទះកុំឲ្យពិបាកទៅដកចឹងណាខុសហើយវាដុះណាដុះនឹងទៅបងប្អូនកន្លែងដែលខ្ញុំដកហដងមានដែរតែដូចរបៀបគេ
បាញ់ថ្នាំចម្លាប់អស់ហើយអញ្ចឹងអត់សូវមានទេអត់សូវមានដុះណាហើយវីដេអូហ្នឹងក៏ប៉ុណ្ណឹងដែរណាជម្រាបលាបាយបាយ